ចុះម្នាក់នេះវិញតើអ្នកទាំងពីរមានទំនាក់ទំនងអ្វីនឹងគ្នាខ្ញុំឈ្មោះយៀងដងហើយនាងឈ្មោះថេងគឺនាងជាជំនួយការរបស់ខ្ញុំពួកយើងមកទីនេះដើម្បីចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រនេះជានាមប័ណ្ណរបស់ខ្ញុំតាមពិតពួកយើងបានកក់បន្ទប់ពីរប៉ុន្តែខាងសន្តាគារប្រាប់ថាបន្ទប់មួយមានបញ្ហាធ្លីទូយកទឹកហើយកំពុងជួសជុលពួកយើងរកបន្ទប់ផ្សេងទៀតមិនបានទើបស្នាក់នៅទីនេះបណ្ដោះអាសន្នអូចំណែកស្ត្រីដែលទើបតែចេញទៅមិញគឺជាប្រពន្ធរបស់ខ្ញុំក៏មិនដឹងថាហេតុអ្វីបានជានាងមកទីនេះដែរដូច្នេះរឿងទាំងអស់នេះគ្រាន់តែជាការយកច្រឡំប៉ុណ្ណោះតើជាការយកច្រឡំឬអត់ពួកយើងនឹងស៊ើបអង្កេតឲ្យច្បាស់ល្អបំផុតអ្នកកុំកុហកអីលោកប៉ូលីសអ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតម្យ៉ាងវិញទៀតទោះបីជាថេងគឺជាសហាយរបស់ខ្ញុំក៏វាមិនខុសច្បាប់ដែរមែនទេស្នាក់នៅក្នុងបន្ទប់កុំចេញមកក្រៅឥឡូវនេះជាន់នេះត្រូវបានបិទគប់មិនអនុញ្ញាតឲ្យនរណាម្នាក់ចាក់ចេញឡើយលោកប៉ូលីសដែលលោកថាឬមិនអនុញ្ញាតឲ្យចាក់ចេញតើមានន័យថាប្រពន្ធរបស់ខ្ញុំក៏មិនអាចចេញពីបន្ទប់បានដែរមែនទេប៉ូលីសត្រួតពិនិត្យស្នាក់នៅក្នុងបន្ទប់កុំចេញមកក្រៅលោកប៉ូលីសបន្ទប់មិញនេះលោកបានឆែកឆេរហើយឬនៅបន្ទប់លេខ53113ហ្នឹងគ្រប់បន្ទប់ទាំងអស់ពួកយើងនឹងត្រួតពិនិត្យតើមានស្រីផ្សេងនៅក្នុងនោះដែរឬទេអាមនោះចម្រៃតើឯងនៅជាមួយស្រីជំនួយការមែនទេពួកយើងមកធ្វើការកុំសួររឿងមិនគួរឲ្យសួររឿងគ្រួសារទៅនិយាយគ្នានៅផ្ទះទៅមិនអីទេជាន់នេះត្រូវបានបិទគប់ហើយយ៉ាវថងប្រហែលជាមកមិនរួចទេសាស្ត្រាចារ្យយេងមិញនេះលោកថាខ្ញុំជាសហាយរបស់លោកអូក្នុងស្ថានភាពបែបនេះដែលខ្ញុំនិយាយបែបនេះគឺដើម្បីឲ្យប៉ូលីសឆាប់ចាក់ចេញទៅកុំយកច្រឡំអីខ្ញុំចាត់ទុកនាងត្រឹមតែជាសិស្សម្នាក់ដែលខិតខំរៀនសូត្រប៉ុណ្ណោះអូខ្ញុំស្មានតែសាស្ត្រាចារ្យយេងលោកចេញញើសច្រើនណាស់អាវជោគអស់ហើយឬមួយក៏លោកទៅងូតទឹកសិនទៅបាទ